ចាថ្ងៃនេះផងដែរយើងនាំបងប្អូនទាំងគ្នាទៅលេងកំពង់សោមតាមរយៈការធ្វើដំណើរតាមម៉ូតូណាចាមុនទៅយើងចូលដាក់ខ្វេអ្នកមួយកែវសិនដើម្បីមានកម្លាំងលេខកាហ្វេយើងបានហើយយើងចាប់ផ្ដើមបន្តដំណើរទៅមុខទៀតនៅទេសភាពនៅតាមផ្លូវយើងជិះតាមផ្លូវជាតិលេខ3បងប្អូនក៏នឹងទៅខែវសាជិះឃើញទេសភាពស្អាតយើងចុះថតរូបលេងអីចឹងមកវាស្រស់ស្រាយនៅនឹងមានផ្លូវទីភ្លើងដែរទៅវា fresh ហ្មងនេះមកទេសភាពខាងក្រោយខ្ញុំទៅដឹងហើយលើយើងចេញពីនឹងយើងបន្តទៅកំពង់សោមទៀតនេះផ្លូវចាផ្លូវផ្ដាច់ប្រឡងមកទៅរូបរាងពួកខ្ញុំអ្នកធ្វើដំណើរដឹងហើយមិនអត់ភ្លៀងទេតែពាក់អាវភ្លៀងដើម្បីការពារដីហុយចាមើលទៅសភាពផ្លូវទៅដឹងហើយនេះម្នាក់ចុះជូតមុខចេញម្ដងសិនយកទៅមុខសិតដីហ្មងយកទៅអស់អីនិយាយមកវាហុយខ្លាំងពេកហើយពេលធ្វើដំណើរបានថតទេសារវានេះពេកឡើងមើលសភាពពួកខ្ញុំបន្តដំណើរទៅទៀតទៅថ្នាក់ទៅអាវភ្លៀងនេះមកលើមកដល់ចិត្តដល់កំពង់សោមហើយនឹងអស់កម្លាំងហ្មងលាក់ផងហុយផងឥឡូវយើងដោះអាវភ្លៀងដោះអីរៀបចំខ្លួនឲ្យស្អាតបាត់វិញព្រោះវាលែងហុយអូខេទីបំផុត finally យើងបានមកដល់កំពង់សោមហើយបងប្អូនហើយយើងជិះម៉ូតូ relax ឲ្យវាអស់ជាដីពីក្នុងសួតសិនអូខេឥឡូវយើងមកដល់សមុទ្រមែនតើហើយចានេះ relax នៅសមុទ្រចឹងទៅចា vlog យើងមានតែប៉ុណ្ណេះ thank you bye